បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមអនុញ្ញាតចេញនៅវីដេអូឃ្លីបមួយដែលបង្ហាញអំពីកិច្ចសន្យាលក់ទិញមាន់ស្រែខ្មែរផ្ដាច់មុខប្រចាំខេត្តរបស់ពុកម៉ែបងប្អូនតែម្ដងបាទតោះចឹងកុំឲ្យខាត់ពេលច្រើនពុកម៉ែបងប្អូនអាចមើលដូចតទៅបាទខាងលើនេះគឺជាសហគមន៍កសិកម្មមាន់ខ្មែរបាទដែលពាក្យពេញហៅសហគមន៍អាវត្តកសិកម្មលើកកម្ពស់មាន់ខ្មែរដែលជាភាសាអង់គ្លេសខ្មែរ Chicken Promotion Agricultural Cooperative មានអាសយដ្ឋាននៅភូមិដំណាក់តាយឹងសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទតំណាងដោយបាទលោកចុចបងប្អូនណាបាទកន្លែងនេះគឺបំពេញឈ្មោះខាងបុគ្គលិកខាងសហគមន៍បាទបន្ទាប់មកគឺគាត់មានតួនាទីគឺជាអ្នកភេកីអ្នកលក់បាទហៅកាត់ថាភេកីកបន្ទាប់មកគឺដាក់ឈ្មោះបងប្អូនដែលជាអ្នកទិញបន្តពីសហគមន៍គឺឈ្មោះភេទអាយុឆ្នាំបានឆ្នាំចឹងមកហើយសញ្ជាតិមុខរបរបាទកាន់តសញ្ញាណបានលេខមានអាស័យដ្ឋានភូមិឃុំស្រុកខេត្តអីចឹងមកបងប្អូនណាបាទហៅកាត់ថាភេកីខឬក៏ហៅថាអ្នកទិញបងប្អូនណាអញ្ចឹងមានន័យថាភេកីទាំងពីរហ្នឹងខាងសហគមន៍គឺជាភេកីកបាទផ្ដល់សិទ្ធិជូនបងប្អូនដូចតទៅបាទព្រមព្រៀងគ្នាបាទប្រការមួយភេកីកព្រមព្រៀងផ្ដល់ប្រាក់ចំណេញមាន់បោចរួច2000រៀលក្នុង1គីឡូដល់ភេកីខអញ្ចឹងកន្លែងចំណុចហ្នឹងបងប្អូនបានទទួលបាន2000រៀលក្នុងពេលដែលបងប្អូនបោចមាន់រួចបាទបោះដុំទៅដល់ហាងបាយភោជនីយដ្ឋានឬក៏កន្លែងកញ្ចុះដើរលេងកម្សាន្តផ្សេងឬក៏អូតែលសន្តាគារអញ្ចឹងបងប្អូនណាបាទអញ្ចឹងគឺកន្លែងហ្នឹងគឺសំដៅទៅលើបងប្អូនលក់បាទមាន់បោះដុំបាទបោចរួចបោះដុំវាខ្ចប់ទៅតែម្ដងអូខេបន្តមកភេកីខក៏យកព្រមទទួលប្រាក់ចំណេញលក់មាន់ស្រែ1គីឡូ2000រៀលហ្នឹងបាទដូចគ្នាបាទខាងលើនេះបាទភេកីខត្រូវទិញមាន់ចំនួន500ក្បាលយ៉ាងតិចឬក៏ហៅស្មើ750គីឡូក្នុងមួយដងបាទន័យថាតម្លៃទិញចូលហ្នឹងគឺ20000រៀលបងប្អូនណាបាទន័យថាបងប្អូនទិញ1គីឡូ20000រៀលហ្នឹងគឺតម្លៃស្មើគ្នាទាំងឈ្មោះទាំងញីបងប្អូនបាទតែអញ្ចឹងដល់បន្តទៅទៀតបាទប្រការ2ភេកីខត្រូវកំងទិញមាន់យ៉ាងហោចណាស់7ថ្ងៃមុនពេលមកទទួលយកមាន់ហើយភេកីខត្រូវតែយកមាន់ជាដាច់ខាតក្នុងរយៈពេល7ថ្ងៃកន្លងផុតទៅបានឬរយៈពេលរហូតដល់10ថ្ងៃបានន័យថាអាចរយៈពេល10ថ្ងៃគិតពីថ្ងៃដែលបានកំងទិញហើយការកំងទិញត្រូវធ្វើឡើងជាលាយអក្សរតាមលិខិតឬសារអេឡិចត្រូនិក Messenger Telegram ឬក៏ការផ្ញើសារឬតាមមធ្យោបាយផ្សេងៗដែលអាចបញ្ជាក់អំពីការកំងទិញនៅពេលក្រោយបានបាទអញ្ចឹងមានន័យថាបងប្អូនកំងទិញមុនរយៈពេល7ថ្ងៃបងប្អូនណាបាទអញ្ចឹងបើខាងសហគមន៍រៀបចំជូនបងប្អូនគឺបងប្អូនត្រូវតែកំងមុនបែបនេះបាទប្រការ3ការទូទាត់ប្រាក់ថ្លៃលក់ទិញត្រូវធ្វើឡើងនៅកាលបរិច្ឆេទដែលភាគីប្រគល់ឬទទួលមាន់ឲ្យគ្មានការយឺតយ៉ាវចាំបានន័យថាបងប្អូនទទួលមាន់គឺបងប្អូនទូទាត់លុយណាខាងសហគមន៍អត់ឲ្យជំពាក់ទេតំណាងកងស៊ីផ្ដាច់មុខប្រចាំខេត្តហ្នឹងបាទអញ្ចឹងភាគីខត្រូវតម្កល់ប្រាក់ចំនួន$1000អាមេរិកគាត់ដើម្បីទិញម៉ាស៊ីនបោចនិងម៉ាស៊ីនអ៊ុតបឺខ្យល់សម្រាប់អ៊ុតមាន់ប្រចាំខេត្តរបស់ខ្លួនបានន័យថាបងប្អូនត្រូវមានម៉ាស៊ីនអ៊ុតបឺខ្យល់និងម៉ាស៊ីនបោចសម្រាប់ធ្វើការបោះដុំឬហៅផលិតបោះដុំទៅតាមហាងបាយភោជនីយដ្ឋានសហគមន៍ឬក៏កន្លែងខ្ចោដើរលេងកម្សាន្តផ្សេងៗហ្នឹងបាទអញ្ចឹងយើងធ្វើការប៊ុចខ្ចប់ហ្នឹងគឺមាន់វាអត់ងាយខូចបងប្អូនអត់មានម៉ាស៊ីនប៊ុចខ្យល់ទេអាហ្នឹងវាមាន់ឆាប់ខូចហ៎បងប្អូនណាបាទអញ្ចឹងប្រាក់នេះសហគមន៍នឹងបង្វិលជូនវិញនៅពេលផុតកិច្ចសន្យាបានន័យថាបើសិនបើបងប្អូនអត់ទិញទេតម្កល់អញ្ចឹងម៉ាស៊ីនបោចឬក៏ម៉ាស៊ីនអ៊ុតបឺខ្យល់ហ្នឹងជារបស់សហគមន៍វិញបានន័យថាសហគមន៍យកម៉ាស៊ីនអ៊ុតបឺខ្យល់មកវិញហើយនឹងម៉ាស៊ីនបោចមកវិញទៅហើយបងប្អូនបានលុយ$1000នេះទៅត្រឡប់ទៅវិញនៅពេលផុតកិច្ចសន្យាអូខេអញ្ចឹងបន្តទៅទៀតប្រការ4ភាគីកចំណុចទី1ភាគីខមិនត្រូវទិញមាន់របស់អ្នកអតីតទេបានមកលក់ជាដាច់ខាតបានន័យថាទិញមាន់អ្នកអតីតមកលក់ទេនឹងត្រូវទិញមាន់ពីភាគីកយ៉ាងតិច500ក្បាលបាទកាលនេះគឺខាងសហគមន៍កំណត់ណាបងប្អូនណាមិនឲ្យទិញអ្នកអតីតមកលក់ញញទេហើយនឹងទិញមាន់តែពីភាគីខាងកខាងសហគមន៍ទេបាទហើយទិញម្ដងយ៉ាងតិច500ក្បាលពេលលក់អស់ណាបងប្អូនលក់អស់500ក្បាលទិញម្ដង500ក្បាលដឹកម្លានទៅតែម្ដងបាទចំណុច2ក្នុងករណីភាគីខអនុវត្តខុសពីប្រការ4ចំណុច1ខាងលើនេះឬភាគីខកែប្រែចិត្តមិនទិញមាន់របស់ភាគីកនោះទេបាទភាគីខត្រូវសងថ្លៃខូចខាតដល់ភាគីក1គីឡូ2000រៀលបាទបងប្អូនណាកន្លែងនេះគឺសងថ្លៃខូចខាតបាទអញ្ចឹងបន្តទៅទៀតប្រការ5បាទចំណុច1ភាគីកនេះសំខាន់ណាបងប្អូនណាភាគីកធានាថាធ្វើទីផ្សារលូកមាន់ជូនដល់ភាគីខបាទនិងផ្ដល់មាន់ឲ្យទាន់ពេលវេលាតាមការកំងទិញរបស់ភាគីខព្រមទាំងផ្ដល់សិទ្ធិលក់ដាច់មុខនៅខេត្តដែលភាគីខបានជ្រើសរើសជាដាច់ខាតអញ្ចឹងកន្លែងហ្នឹងគឺបានន័យថាសហគមន៍ជាអ្នកជួយធ្វើទីផ្សារបងប្អូនបាទអញ្ចឹងបងប្អូនគ្រាន់តែបោចវិខ្ចប់បោះដុំតែម្ដងបាទហើយបងប្អូនកំងបាទទិញគឺបងប្អូនប្រាប់មកទឹកមុនគឺខាងសហគមន៍ដាក់ជូនបងប្អូនហើយបើករណីថាចំណុច2ករណីថាភាគីកហ្នឹងមិនបានអនុវត្តតាមការសន្យាធានាថាធ្វើទីផ្សារទេអញ្ចឹងតាមប្រការ5ចំណុច1ខាងលើនេះទេគឺភាគីកត្រូវសងខែខូចខាតទៅដល់ភ
Peggy Core បានន័យថាខាងសហគមន៍នឹងសងការខូចខាតដល់ Peggy បងប្អូនគឺចំនួន 2000 រៀលក្នុង 1 គីឡូក្រាមអូខេអញ្ចឹងបន្តទៅទៀតប្រការ6 Peggy ទាំងពីរយល់អំពីខ្លឹមសារទាំងឡាយមានចែងក្នុងកិច្ចសន្យានេះហើយព្រមព្រៀងផ្តិតស្នាមម្រាមដៃដើម្បីជាសក្ខីភាពចំពោះមុខច្បាប់កិច្ចសន្យានេះធ្វើឡើងជាភាសាខ្មែរមានចំនួន3ច្បាប់រក្សាទុកនៅ Peggy Core 1ច្បាប់ទុកនៅខ1ច្បាប់និងតម្កល់ទុកនៅការិយាល័យមេធាវី1ច្បាប់មានន័យថាមេធាវីក៏ទុក1ច្បាប់ដែរបាទប្រការ7កិច្ចសន្យាមានអនុភាពបាទអនុវត្តចាប់ពីថ្ងៃផ្តិតមេដាយឬហត្ថលេខារហូតដល់ថ្ងៃទីចុចខែឆ្នាំចុចយ៉ាងទៅណាបងប្អូនកំណត់បាទរយៈពេល1ឆ្នាំឬក៏2ឆ្នាំ5ឆ្នាំយ៉ាងទៅបាទក្នុងករណីភាគីណាមួយអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារនៃកិច្ចសន្យានេះទេភាគីគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានបាទអញ្ចឹងបើបងប្អូនណាមិនអនុវត្តតាមគឺទទួលខុសត្រូវចំពោះមុខច្បាប់បាទអូខេអញ្ចឹងបន្តមកយើងធ្វើនៅកន្លែងណាបាទថ្ងៃខែឆ្នាំមកហើយបន្តមកយើងស្ដាប់ប្រិតម្ដាយភាគីទាំងពីរកហើយនិងខបាទបន្តមកគឺសញ្ញាដោយប្រធានសហគមន៍បាទន័យថាសញ្ញាដោយរូបខ្ញុំផ្ទាល់តែម្ដងបាទដើម្បីផ្ដល់សិទ្ធិជូនបងប្អូនលោកមាត់ផ្ដាច់មុខអូខេចឹងកិច្ចសន្យាមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយបងប្អូនមានសំណួរអាចសួរនាំពាក់ព័ន្ធនឹងកិច្ចសន្យាបាទលោកទិញមាន់ស្រែផ្ដាច់មុខប្រចាំខេត្តបងប្អូនអាចតំណខលសួរលេខទូរស័ព្ទដែលដាក់លើវីដេអូនេះតែម្ដងបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនអរគ្នាបាទបាយបាយបងប្អូនបាទ